អូខេបាទសួស្តីប្រធានបទថ្ងៃនេះខ្ញុំនឹងលើកមកនិយាយតាក់ទងទៅនឹងការស្នើឡើងកម្មប្រាក់បាទសម្រាប់បុគ្គលិកមន្ត្រីរាជការជាគ្រូបង្រៀនដោយយោងទៅតាមអតីតភាពការងារឬក៏ហៅថាកម្មតាមវេនក្នុងនេះខ្ញុំនិយាយតាក់ទងទៅនឹងនីតិវិធីហើយនឹងបញ្ហាប្រឈមមួយចំនួនដែលអាចធ្លាប់កើតឡើងនៅពេលកន្លងមកសូមបញ្ជាក់ផងដែរថាខ្លឹមសារនៃការធ្វើបទបង្ហាញទៅលើប្រធានបទនេះគឺមិនឆ្លោះបញ្ចាំងអំពីអង្គភាពឬក៏ស្ថាប័នណាទេគឺជាការយល់ឃើញរបស់ខ្ញុំដោយយោងទៅតាមឯកសារផ្សេងៗដែលខ្ញុំបានសិក្សារៀនសូត្រព្រមទាំងប្រភពព័ត៌មានជាច្រើនបាទយើងចូលទៅដល់ខ្លឹមសារយើងតែម្ដងថាតើការឡើងកម្មប្រាក់របស់យើងនឹងវាដូចម្ដេចទៅបាទនៅក្នុងនេះការស្នើសុំឡើងកម្មប្រាក់របស់គ្រូបង្រៀនរបស់យើងជាធម្មតាគឺយើងមាន3ករណីបាទករណីទី1គឺតាក់ទងទៅនឹងការស្នើសុំឡើងកម្មតាមវេនកម្មតាមវេននេះគឺសំដៅទៅលើលោកគ្រូអ្នកគ្រូដែលបំពេញភារកិច្ចនៅក្នុងរយៈពេល2ឆ្នាំគឺមានអតីតភាពការងារ2ឆ្នាំក៏អាចបំពេញឡើងបានហើយនៅក្នុងនេះគេអាចចំណាំថាកម្មតាមឆ្នាំសេសឆ្នាំគូអីផ្សេងៗទៅដោយឡែកមួយទៀតហ្នឹងគឺការបំពេញសំណុំឯកសារស្នើសុំឡើងកម្មពិសេសសំដៅទៅលើឡើងទៅតាមសញ្ញាបត្រដែលខ្ពស់ជាងក្របខ័ណ្ឌបាទហើយចំណុចទី3ចុងក្រោយប្រហែលជាអ្នកខ្លះអាចមិនសូវជាធ្លាប់ឮយើងហៅថាការស្នើសុំធ្វើនិយ័តកម្មប្រាក់ឬក៏ស្នើសុំរំលងឡើងរំលងបាទនៅក្នុងលក្ខខណ្ឌណាមួយអីទៅតែនៅថ្ងៃនេះខ្ញុំលើកតែប្រធានបទតាក់ទងទៅនឹងចំណុចទី1ទេគឺការស្នើសុំឡើងកម្មតាមវេនមានន័យថាតាមអតីតភាពការងាររបស់លោកគ្រូអ្នកគ្រូដែលបានបំពេញភារកិច្ច2ឆ្នាំរាប់ត្រឹមថ្ងៃត្រូវឡើងគឺ13មេសានៃឆ្នាំសិក្សានីមួយៗចូលដល់ចំណុចបន្តទៀតយើងសួរថាតើការធ្វើសំណើសុំឡើងកម្មប្រាក់នឹងជាទូទៅគេធ្វើនៅពេលណានៅក្នុងចំណុចនេះលោកគ្រូអ្នកគ្រូខ្លួនឯងត្រូវដឹងហើយត្រូវត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ជាទូទៅនៅក្នុងឆ្នាំសិក្សានីមួយៗខ្ញុំលើកជាឧទាហរណ៍ទេសូមបញ្ជាក់ឧទាហរណ៍ទាំងអស់នេះពុំឆ្លុះបញ្ចាំងពីការពិតទាំងស្រុងទេគ្រាន់តែជាឧទាហរណ៍ទេបាទឧទាហរណ៍ថាក្នុងឆ្នាំសិក្សា2025-2026នេះគឺជារៀងរាល់មុនចូលឆ្នាំមុនបុណ្យចូលឆ្នាំមានន័យថាចាប់ផ្ដើមចូលដល់ឆ្នាំថ្មីភ្លាមគឺការស្នើសុំឡើងកម្មពិសេសជាទូទៅគឺគេធ្វើនៅមុនចូលឆ្នាំអាចជាល្បាក់នៅចន្លោះខែមករាកុម្ភៈមីនាអីផ្សេងៗទៅបាទហើយបន្តមកទៀតការស្នើសុំឡើងកម្មតាមវេនហ្នឹងគេធ្វើនៅក្រោយបុណ្យចូលឆ្នាំអាចចន្លោះល្បាក់ខែមិថុនាកក្កដាសីហាកញ្ញាតុលាទៅអាហ្នឹងយើងអត់ដឹងថានៅខែណាជាក់លាក់ទេដោយសារអាចមន្ទីរអប់រំខេត្តនីមួយអាចមានកាលបរិច្ឆេទមិនដូចគ្នាទេអាចខេត្តកអញ្ចឹងគាត់ធ្វើនៅក្នុងខែមិថុនាទៅខេត្តខធ្វើនៅខែកក្កដាអីទៅអញ្ចឹងអាចរយៈពេលគឺចលៀសគ្នាបន្តិចអាចមិនដូចគ្នាទាំងស្រុងទូទាំងប្រទេសក្នុងពេលតែមួយទេឧទាហរណ៍ជាក់ស្ដែងនៅក្នុងឆ្នាំសិក្សានេះខេត្តដូចជាខាងល្បាក់កោះកុងអីហ្នឹងគឺគេកំពង់ឆ្នាំងគេធ្វើមុនទៅរីឯខេត្តមួយចំនួនផ្សេងទៀតអត់ទាន់ដំណើរការទេអញ្ចឹងមានន័យថារយៈពេលអាចមិនដូចគ្នាទេអាស្រ័យទៅលើការចាត់តាំងឬក៏ការរៀបចំរបស់ខាងថ្នាក់លើដែរប៉ុន្តែនៅតែស្ថិតក្នុងអំឡុងពេលដូចគ្នាហើយប្រធានបទយើងគោលគឺនិយាយតែតាក់ទងនឹងដំណើរកម្មប្រាក់តាមវេនទេនៅក្នុងនេះមានរឿងមួយទៀតដែលយើងត្រូវដឹងថានៅពេលដែលយើងឡើងកម្មប្រាក់តាមវេនឬតាមអតីតភាពការងារយើងទាមទារឲ្យមាននៅឯកសារសំខាន់ស្អីខ្លះក្នុងនេះខ្ញុំនិយាយតាក់ទងទៅនឹងសម្រាប់គ្រូបង្រៀនជាសម័យខ្លួនឯងហ្នឹងខ្លួនឯងត្រូវត្រៀមឬត្រូវដឹងថាមានឯកសារអីខ្លះគឺទី1គឺតែងតាំងស៊ុបក្នុងក្របខ័ណ្ឌបាទតែងតាំងស៊ុបក្នុងក្របខ័ណ្ឌគឺត្រូវតែមានហើយទុកជាប្រចាំអានឹងត្រូវប្រើប្រាស់ទី2គឺប្រកាសដំឡើងថ្នាក់ឬក៏ត្រន្តស័ក្តិចុងក្រោយបង្អស់បាទក្នុងនេះលោកគ្រូនៅពេលដែលមានហើយគឺត្រូវដឹងលេខប្រកាសលេខប្រមាណហើយដឹងលេខរៀងរបស់ខ្លួនឯងហើយកាលចុះថ្ងៃទីប្រមាណនេះអានឹងជារឿងដែលយើងធ្លាប់ដឹងហើយធ្លាប់ធ្វើជាប្រចាំហើយអេតាលុយខែចុងក្រោយបាទខែចុងក្រោយបើស្អីយើងបំពេញឯកសារខែណាគឺខែនឹងឯងអញ្ចឹងយើងត្រូវមាននេះហើយចំណុចបន្តទៀតឯកសារដែលយើងព័ត៌មានដែលយើងទទួលបានពីឯកសារតែងតាំងស៊ុបបាទប្រកាសដំឡើងថ្នាក់និងអីផ្សេងនេះគឺយើងត្រូវយកមកបំពេញនៅក្នុងប្រតិបត្តិពិន្ទុ
សម្រាប់ស្នើសុំដំឡើងថ្នាក់បាទយើងមានព្រឹត្តិប័ត្របន្ទុកស្នើសុំដំឡើងថ្នាក់គឺត្រូវបំពេញមួយឈុតនេះទៅហើយលោកគ្រូបកគលជូនថ្នាក់ដឹកនាំអង្គភាពឬក៏បុគ្គលិកដែលទទួលបន្ទុកលើការងារនេះដែលថ្នាក់ដឹកនាំរៀបចំអូខេបន្តមកទៀតតើខាងប្រធានអង្គភាពឬក៏សាលានឹងគាត់ត្រូវមានឯកសារអីខ្លះទៅបាទមានន័យថាចំណុចទី1គឺគាត់ត្រូវមានសំណុំឯកសារសម្រាប់គ្រូបង្រៀនគឺចំណុចកនេះគឺមានទាំងអស់មួយឈុតសម្រាប់គ្រូម្នាក់ហ្នឹងគឺគាត់មានហើយទី2គាត់មានព្រឹត្តិប័ត្រពិន្ទុវាយតម្លៃគ្រូបាទនៅក្នុងនេះសង្កត់ធ្ងន់តិចត្រង់ព្រឹត្តិប័ត្រពិន្ទុវាយតម្លៃគ្រូហ្នឹងគឺជាកន្លែងដែលគណៈកម្មការឬក៏ប្រធានអង្គភាពធ្វើការវាយតម្លៃដំឡើងកម្មប្រាក់គ្រូនៅកន្លែងនេះគឺសម្រាប់គ្រូបំពេញនៅទំពើមួយអីផ្សេងទៀតទៅហើយនៅកន្លែងនេះគេមានទំពើមួយផ្សេងទៀតសម្រាប់គ្រូសំទោសកន្លែងនេះគឺសម្រាប់នាយកវាតម្លៃទៅដាក់ពិន្ទុប្រហែលអាចជា17 18 19អីទៅអានឹងតាមតែការវាតម្លៃរបស់គាត់ដោយផ្អែកទៅលើសុចនាករជាក់លាក់មួយបាទបើវាតម្លៃដោយផ្អែកទៅលើសុចនាករជាក់លាក់បាទហើយក៏មានសំណុំឯកសារគ្រូកគ្រូខគ្រូកោអីសរុបរួមទៅគេមានទិន្នន័យជារួមមួយជា soft មួយទៅផ្ញើទៅការិយាល័យអប់រំស្រុកបាទនឹងឯកសារសំខាន់ចំណុចបន្តទៀតទៅករណីណាដែលគ្រូបង្រៀនមិនអាចឡើងកម្មប្រាក់បាទមិនអាចឡើងកម្មប្រាក់បានព្រោះក្នុងនេះអាចមានលោកគ្រូអ្នកគ្រូមួយចំនួនគិតបានបំពេញឯកសារដែរតែអត់បានឡើងកម្មអ្នកខ្លះបានបំពេញបានឡើងអ្នកខ្លះអត់បានឡើងអញ្ចឹងអានឹងវាអាស្រ័យទៅលើការវិតម្លៃរបស់អ្នកវិតម្លៃក៏ប៉ុន្តែនៅក្នុងគោលការណ៍នៃការលើកទឹកចិត្តដល់មន្ត្រីរាជការឲ្យបំពេញការងាររបស់រដ្ឋាភិបាលគឺគេលើកទឹកចិត្តឲ្យផ្ដល់ការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការក្នុងរូបភាពដំឡើងកម្មអីផ្សេងៗទៅតែនៅក្នុងនោះក៏មានចំណុចគោលការណ៍មិនអនុញ្ញាតឲ្យដំឡើងកម្មហ្នឹងគឺមាន2ករណីធំបាទយកទៅតាមលិខិតលេខ3555របស់ក្រសួងអប់រំហ្នឹងគឺលោកគ្រូអ្នកគ្រូដែលមានអវត្តមានគ្មានច្បាប់អនុញ្ញាតបាទគ្មានច្បាប់អនុញ្ញាតហ្នឹងគឺនៅក្នុងចំនួនណាជាក់លាក់យើងអាចទៅមើលនៅក្នុងចម្ពោះទី3ផ្នែកទី1នៃអក្រិតលេខយើងមើលត្រង់មាត្រា16និង21ទៅយើងនឹងដឹងហើយថាប្រសិនបើពួកគាត់ជាគ្រូបង្រៀនស្ថិតនៅក្នុងលក្ខខណ្ឌនេះគឺគាត់អត់ត្រូវបានអនុញ្ញាតឲ្យឡើងកម្មប្រាក់ទេចំណុចទី2គឺតកតងនឹងទំនេរគ្មានបៀវត្សក្នុងលក្ខខណ្ឌដែលគាត់ដាក់ពាក្យព្យួរដោយត្រូវបំពេញភារកិច្ចអ្វីមួយផ្សេងផ្ទាល់ខ្លួនឬក៏គាត់ត្រូវបានព្យួរដោយបង្ខំដោយច្បាប់អីផ្សេងគឺគាត់អត់មានសិទ្ធិដាក់ទេជារួមមានន័យថាលោកគ្រូអ្នកគ្រូដែលបំពេញការងារក្នុងអតីតភាព2ឆ្នាំហើយមិនត្រូវបានលើកកម្មប្រាក់គឺមាន2ករណីទី1គឺអវត្តមានគ្មានច្បាប់អនុញ្ញាតនៅក្នុងចំនួនណាមួយជាក់លាក់ទី2គឺដាក់ពាក្យព្យួរឬក៏ទំនេរគ្មានវិវត្តបាទអញ្ចឹងនៅក្នុងលក្ខខណ្ឌ2នេះលោកគ្រូអ្នកគ្រូមិនទទួលបានការឡើងកម្មប្រាក់ទេដោយឡែកប្រសិនបើលោកគ្រូអ្នកគ្រូពុំមាននៅចំណុចទាំងពីរនេះមានន័យថាលោកគ្រូអ្នកគ្រូអាចបានលើកកម្មប្រាក់បាទអាចលើកកម្មប្រាក់ត្រឡប់ដល់ចំណុចចុងក្រោយទាក់ទងទៅនឹងបញ្ហាផ្សេងដែលអាចធ្លាប់កើតមាននៅក្នុងនេះអាចមានលោកគ្រូអ្នកគ្រូខ្លះគាត់មានការយល់ច្រឡំគាត់យល់ច្រឡំថាគាត់អាចបំពេញឈ្មោះឡើងកម្មប្រាក់បានលកឹកណាតែគាត់ទទួលបានបញ្ជីឈ្មោះដែលខាងមន្ត្រីនៅការិយាល័យអប់រំស្រុកទម្លាក់មកឲ្យឧបមាថានៅក្នុងអង្គភាពមួយមានគ្រូចំនួន10នាក់ត្រូវបំពេញឡើងកម្មប្រាក់ក៏ប៉ុន្តែឈ្មោះដែលគាត់ទទួលបានមិនបាន10នាក់ទេអាចបានតែ7នាក់ទៅអញ្ចឹង7នាក់គាត់បំពេញឯ3នាក់ទៀតអត់បានបំពេញដោយសារអត់មានឈ្មោះបាទអញ្ចឹងប្រសិនបើរូបភាពនឹងកើតឡើងមានន័យថាចំណុចនេះជាការយល់ច្រឡំឬក៏កង្វះនៅទំនាក់ទំនងរវាងគ្នានឹងគ្នាបើជាក់ស្ដែងទៅឲ្យតែលោកគ្រូអ្នកគ្រូបំពេញភារកិច្ចបាន2ឆ្នាំឬក៏មានអតីតភាព2ឆ្នាំរហូតដល់ឆ្នាំដែលត្រូវទម្លាក់កម្មប្រាក់ហ្នឹងគឺលោកគ្រូត្រូវបំពេញអត់ចាំបាច់រងចាំមានឈ្មោះមានឬអីទេពីព្រោះឈ្មោះទៅអ្នកណាជាអ្នកកំណត់ឈ្មោះឲ្យលោកគ្រូត្រូវបំពេញទី1គឺប្រធានអង្គភាពសម័យមានន័យថាអាចជានាយកបាទនាយករងនាយិការរងឬក៏បុគ្គលណាដែលថ្នាក់ដឹកនាំចាត់តាំងឲ្យរៀបចំកិច្ចការហ្នឹងគឺគាត់ជាអ្នកកំណត់ឈ្មោះឧបមាថាអ្នកឯងត្រូវឡើងកម្មប្រាក់នៅក្នុងឆ្នាំនេះត្រូវបំពេញឆ្នាំនេះប៉ុន្តែអ្នកឯងមានបញ្ហានៅក្នុង2លក្ខខណ្ឌខាងលើមានន័យថាគេមិនទម្លាក់ឈ្មោះឲ្យទេក៏
ប៉ុន្តែប្រសិនបើយើងពុំមានបញ្ហានៅក្នុងពីរលក្ខខណ្ឌនេះខាងលើទេគឺប្រធានអង្គភាពត្រូវតែទម្លាក់ឈ្មោះត្រូវតែឲ្យអ្នកឯងបំពេញនៅក្នុងអត្ថន័យនេះគឺដើម្បីផ្ដល់នូវអត្ថប្រយោជន៍ដល់លោកគ្រូអ្នកគ្រូដែលខិតខំបំពេញភារកិច្ចចំនួន2ឆ្នាំអីទៅទី2សម័យខ្លួនឯងបាទសម័យខ្លួនឯងគឺត្រូវដឹងថាតើខ្លួនត្រូវបំពេញកម្មប្រាក់នៅក្នុងឆ្នាំសេះឬក៏ឆ្នាំគូត្រូវបំពេញនៅឆ្នាំណាគឺដឹងខ្លួនឯងរៀបចំឯកសារខ្លួនឯងអត់ចាំបាច់រងចាំគេប្រាប់ទេពីព្រោះព័ត៌មានផ្សេងគឺក្រសួងទម្លាក់ទៅតាមเพจទៅតាមអីហើយអញ្ចឹងតាមដានខ្លួនឯងទៅកុំរងចាំគេប្រាប់ហើយបើគេមិនប្រាប់អត់ដឹងអីអានឹងជារឿងមួយដែលយើងខ្វះចន្លោះហើយអញ្ចឹងយើងត្រូវតាមដានទាំងអស់គ្នាដើម្បីបំពេញនៅចន្លោះខ្វះខាតបាទហើយចំណុចចុងក្រោយគឺអ្នកដែលមានអតីតភាព3ឆ្នាំឡើងបាទហេតុអានឹងគេឲ្យ2ឆ្នាំបំពេញម្ដង2ឆ្នាំបំពេញម្ដងក៏ប៉ុន្តែហេតុអ្វីអ្នកខ្លះមានអតីតភាពដល់ទៅ3ឆ្នាំមិនទាន់បានបំពេញអាចដោយសារគាត់មានធុរៈទៅបេសកកម្មនៅទីណាមួយដោយពុំបានបំពេញកាលពីឆ្នាំមុនអាចបំពេញឆ្នាំនេះនៅក្នុងលក្ខខណ្ឌនេះមានន័យថាគាត់មិនចាំបាច់រងចាំឆ្នាំសេះឆ្នាំគូអីទេពីព្រោះកាលណាតែគាត់អតីតភាព2ឆ្នាំគឺវាត្រូវឆ្នាំសេះឆ្នាំគូរបស់គាត់ហើយតែផ្ទុយទៅវិញគាត់អតីតភាពដល់ទៅ3ឆ្នាំមានន័យថាមិនត្រូវទៅតាមលំដាប់លំដោយនៃឆ្នាំសេះឆ្នាំគូទេអញ្ចឹងគឺគាត់ត្រូវតែទទួលបានអត្ថិភាពធំជាងគេប្រសិនបើគាត់ពុំមាននៅបញ្ហា2ចំណុចដែលបានលើកឡើងខាងដើមនេះបាទអូខេអញ្ចឹងសរុបរួមការធ្វើបទបង្ហាញអំពីការស្នើសុំឡើងកម្មប្រាក់តាមវេនឬក៏អតីតភាពការងារហ្នឹងគឺចប់ប៉ុណ្ណេះបាទសូមអរគុណ